នៅពេលដែលបងប្អូនចង់សឡម្ជូរបងប្អូនតែងតែរនឹកដាក់ម្ជូរអីហ្នឹងទៅពីព្រោះថានៅក្នុងស្រុកខ្មែររបស់យើងគឺម្ជូរមានច្រើនប្រភេទមែនទេណាបងប្អូនមានទាំងម្ជូរសណ្ដាន់ម្ជូរវើខ្នឹងម្ជូរកសាំងម្ជូរអំពិលហើយម្ជូរអំពិលគឺយើងអាចដូចថាផុតខែអំពិលគឺយើងអាចយកត្រួយអំពិលយកមកស្លជំនួសឲ្យផ្លែបានផងដែរហើយសិតសឹងតែជារសជាតិឆ្ងាញ់មួយបែបម្នាក់អញ្ចឹងណាហើយស៊ីសងនឹងបងប្អូនមានចំណង់ចំណូលចិត្តថាបងប្អូនចង់ដាក់ម្ជូរអីអញ្ចឹងណាពីព្រោះថាម្ជូរនៅក្នុងប្រទេសខ្មែររបស់យើងគឺវាសម្បូរបែបបាទដូច្នេះហើយថ្ងៃនេះគឺខ្ញុំយកម្ជូរសណ្ដាន់នេះបាទយកមកសម្ងួតធ្វើជាម្សៅដើម្បីងាយស្រួលក្នុងការវេចខ្ចប់ទុកដាក់ងាយស្រួលដាក់តាមខ្លួនទៅណាទៅណីគឺយើងមានម្ជូរមានអីសម្រាប់យកទៅស្លស្លុកនៅកន្លែងយើងដើរលេងដើរកម្សាន្តអញ្ចឹងណាបងប្អូនប៉ុន្តែម្ជូរសណ្ដាន់បងប្អូនហើយនិយាយពីឃើញតែចំណងអញ្ចឹងមែនពេលយកមកលាងបានដឹងថាម្ជូរសណ្ដាន់គឺសម្បូរទៅដោយដីខ្សាច់ច្រើនមែនទែនបងប្អូនលាងមកចានដែលបងប្អូនបានឃើញប្រហែលគីឡូហ្នឹងដីសឹងតែមកកូនចានចកទៅហើយបាទគឺច្រើនណាស់អញ្ចឹងសម្រាប់បងប្អូនដែលទិញម្ជូរសណ្ដាន់ចំណងយកទៅដាក់នឹងកុំភ្លេចលាងទឹកឲ្យស្អាតផងបើមិនអញ្ចឹងទេច្បាស់ជាដោយដីខ្សាច់ហើយបាទច្រើនមែនទែនដូច្នេះហើយការលាងសម្អាតរបស់ខ្ញុំគឺលាងចំនួន 4-5 ទឹកបាទលាងតលតែវាអស់ដីណាលាងតលឲ្យឃើញមានដីមានអីជាប់នៅនឹងបានខ្ញុំចាប់ដើមយកវាទៅសម្ងួតអញ្ចឹងណាបងប្អូនអញ្ចឹងការសម្អាតនេះគឺយើងប្រឹកព្រៀងមែនទែនបងប្អូនគឺមិនមែនធ្វើឲ្យតែបានទេគឺយើងធ្វើយកចិត្តទុកដាក់យើងពិនិត្យមើលយើងយកគុណភាពណាដូច្នេះហើយសម្រាប់បងប្អូនដែលមានបំណងត្រូវការម្ជូរមិនថាជាប្រភេទម្សៅម្ជូរអំពិលម្ជូរសណ្ដាន់សិតសឹងជាលក្ខណៈម្សៅគឺបងប្អូនអាចតំណតំណងជាវបានទៅតាមរយៈលេខ077 25 33 94បាទដែលមានទីតាំងលក់នោះគឺនៅក្នុងផ្សារសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យនឹងតែម្ដងអញ្ចឹងណាបើសិនជាបងប្អូនត្រូវការម្ជូរហ្នឹងបងប្អូនមកដោយផ្ទាល់គឺបងប្អូនអាចតំណទៅតាមលេខទូរស័ព្ទមុនសិនមកបានដើម្បីងាយស្រួលក្នុងការតំណគ្នានិងរកទីកន្លែងអញ្ចឹងទៅអញ្ចឹងណាបាទហើយឥឡូវសណ្ដាន់គឺខ្ញុំបានលាងរួចរាល់2-3ទឹកហើយបងប្អូនប៉ុន្តែនៅមិនទាន់អស់ដីទេដូច្នេះហើយថែមទឹកទី2ទី3ឲ្យរួចសិនមើលទៅឃើញថាយើងសិតទៅវាអស់ដីលេងមានដីយើងចាប់ទៅដូចថាវាអត់គ្រើមបានយើងយកជាការកើតបាទតាមពិតទៅម្ជូរសណ្ដាន់នេះត្រូវបានគេហាលលង្គ្រាមកំពិតទៅហើយបងប្អូនគ្រាន់តែថាខ្ញុំយកមកលាងជាមួយនឹងទឹកសម្អាតវាម្ដងទៀតនេះធ្វើឲ្យសណ្ដាន់រីកសាជាថ្មីឡើងវិញចឹងណាបងប្អូនប៉ុន្តែបងប្អូនប្រហែលជាឆ្ងល់ថាពេលលាងទឹកចឹងទៅវាអស់ជាតិអស់ជូរទៅដឹងហើយយើងយកទៅប្រើមិនកើតបើតាមពិតទៅវាអត់អស់ជាតិទេបងប្អូនបើសិនជាយើងមិនលាងវាទេវាច្បាស់ថាវាអត់ស្អាតទេបងប្អូនដល់ពេលលាងទៅបានដឹងថាអូសណ្ដាន់នេះគឺសម្បូរដីច្រើនដីខ្សាច់ច្រើនមែនទែនដូច្នេះហើយមុននឹងធ្វើម្សៅគឺយើងត្រូវតែព្រៀងវាយើងត្រូវតែពិនិត្យវាដើម្បីយកគុណភាពចឹងណានៅពេលដែលបងប្អូនយកទៅប្រើគឺប្រើដោយទំនុកចិត្តដោយមានទំនុកចិត្តចឹងណាបងប្អូនបាទហើយក្នុងពេលតែមួយដែលបងប្អូនកំពុងតែបានឃើញខ្ញុំធ្វើនេះគឺមិនមែនធ្វើតែសណ្ដាន់តែមួយមុខទេបងប្អូនគឺមានម្ជូរអំពិលមានកន្ទួតព្រៃដែលយើងត្រូវធ្វើជាមួយគ្នាណាគ្រាន់តែថាម្ជូរអំពិលគឺយើងសម្អាតបានមុនអញ្ចឹងទៅហើយកន្ទួតព្រៃក៏យើងសម្អាតបានមុនអញ្ចឹងទៅហើយបន្ទាប់មកបានម្ជូរសណ្ដាន់គឺយើងសម្អាតបានក្រោយគេបាទហើយក្នុងហ្នឹងគឺម៉ោង7:01ទៅហើយបងប្អូនគឺម៉ោង12ចឹងអញ្ចឹងណាបាទទម្រាំតែបានដាក់សម្ងួតរួចបងប្អូនគឺស្ថិតនៅក្នុងម៉ោង1កន្លះហើយទៅមកបានចូលគេងគឺម៉ោង2តែម្ដងបាទសឹងតែរាល់យប់ទៅហើយអញ្ចឹងបានថាអ្នកធ្វើហ្នឹងគឺភាគច្រើនគឺមិនសូវបានដេកទេឲ្យតែធ្វើផងអញ្ចឹងនេះសម្ងួតផងបន្លែសម្ងួតគ្រឿងទេសគ្រឿងអីនេះគឺមិនងាយបានចូលគេងពីប្លុបដូចគេទេបាទភាគច្រើនគឺយប់ជ្រៅនៅនឹងកន្លែងនឹងតែម្ដងអញ្ចឹងណាបងប្អូនបាទហើយម៉ោងស្មើនេះបងប្អូនប្រហែលជាចូលគេងលឹងសមុខខលអស់ទៅហើយអ្នកខ្លះទៅយល់សពទៅដល់ណាដល់ណីបានទៅលេងសមុទ្រលេងអីមានគូស្នេហ៍មានអីទៅជាមួយអញ្ចឹងទៅហើយចំណែកខ្ញុំវិញបងប្អូនហើយកុំថាឡើយតែយកសពសំបីតែបានមកថ្មិចគឺមិនទាន់បានថ្មិចផងហើយជួនកាលធ្វើការបដើងូបដើជារៀងរាល់ថ្ងៃហើយបងប្អូនបែរជាគិតទៅចុះអ្នកណាគេប្រើមិនណាប្រើទេបងប្អូនការងារយើងគឺតែប៉ុណ្្នឹងមុខរបរយើងតែប៉ុណ្្នឹងគឺយើងចង់មិនចង់ក៏យើងត្រូវតែស៊ូដល់ទីបញ្ចប់អញ្ចឹងណាហើយណាមួយយើងធ្វើទាំងអស់នេះគឺធ្វើដើម្បីផ្គត់ផ្គង់សម្រាប់បងប្អូនដែលនិយមប្រើប្រាស់នៅម្សៅអំពិលម្សៅសណ្ដាន់ឬក៏គ្រឿងទេសផ្សេងនឹងផងអញ្ចឹងហើយក្នុងនាមជាអ្នកធ្វើគឺធ្វើដោយទំនួលខុសត្រូវអញ្ចឹងទៅណាបងប្អូនទោះបីជាមិនបានដេកក៏ត្រូវតែប្រឹងធ្វើឲ្យអស់ពីចិត្តពីព្រោះថាការងារហ្នឹងគឺមិនមែនចេះតែធ្វើឲ្យតែបានទេគឺទាល់តែមានបេះដូងយកទៅធ្វើបានធ្វើរបស់ទាំងអស់ហ្នឹងល្អទៅបានស្អាតទៅបានសម្រាប់បងប្អូនយកទទួលទានគឺពោពេញទៅដោយទំនុកចិត្តពីលើជឿជាក់លើខាងខ្ញុំអ្នកធ្វើអញ្ចឹងណាបងប្អូន
ហើយការសម្ងួតមកជូរសណ្ដានដែលវាត្រូវទឹកនៅបងប្អូននិយាយពីសម្ងួតគឺយូរមែនទែនមកយកហើយថែមមួយថ្ងៃទៀតបងប្អូនទម្រាំតែវាស្ងួតក្រែមបានល្អឥឡូវបានកិនធ្វើជាម្សៅបានរួចរាល់ហើយគឺស្ថិតនៅក្នុងម៉ោង7យប់វិញដែរអញ្ចឹងណាបងប្អូនគឺមិនងាយប្រមាណទេបាទអរគុណបងប្អូនជម្រាបលា